ខ្ញុំពាក់ម៉ាស់ហ្នឹងគិតថាខ្ញុំនឹងកំពុងតែការពារសម្រស់ខ្លួនឯងត្រូវហ៎យល់ច្រឡំរឿងអីបានតែយល់ច្រឡំថាខ្ញុំកំពុងតែមានសម្រស់នេះគឺថាយល់ច្រឡំខុសហើយគឺខ្ញុំអត់ដែលមានសម្រស់ទេហើយបើចង់សួរថាហើយសម្រស់ទៅណាមិនបានអត់មានសម្រស់ហើយទៅសួរសម្រស់ទៅមកសួរខ្ញុំធ្វើអីខ្ញុំមិនដឹងថាសម្រស់នឹងវាទៅណាឥឡូវនេះខ្ញុំប្រញាប់ខ្លាំងណាស់គឺខ្ញុំប្រញាប់ទៅធ្វើជំរឿនហើយខ្ញុំពាក់ម៉ាស់ហ្នឹងខ្ញុំការពារកុំមកឆ្លងផ្ដាសាយទៅគេហ្នឹងហើយដឹងអត់ថាថ្ងៃជំរឿនលើកដំបូងខ្ញុំទទួលបាន react អីខ្លះហើយថៃនឹងអង្គការចូលមកធ្វើអីទៀតហើយនឹងបងលុយរះឲ្យមកធ្វើអីទៀតហើយអីដែលពិសេសនោះគឺអ្នកចាំទទួលភ្ញៀវនេះលក្ខណៈបែបនេះកវ៉ាល់យើងអញ្ចឹងណាហើយបើនិយាយពីអារម្មណ៍ខ្ញុំវិញស្រាវពីចុងជើងរហូតដល់ចុងសក់លោកអើយហើយបើប៉ះផ្ទះខ្លះវិញគឺថា3 4មកទាំងព្រមតែម្ដងតែមិនជាបញ្ហាទេប៉ុន្តែស៊ីភ័យខ្ញុំតែហ៊ានហក់មកខ្ញុំហក់អោបកមចាស់ផ្ទះតែមកហើយបើនិយាយពីជំរឿននឹងយឺតដូចក្តាមវាងាកក្អកងាកកណ្ដាស់ងាកទៅហ៊ីងសបោហើយសពគ្រប់តែមកហើយឆ្លៀតបានដងទៀតអូយចិត្តល្អមែនតែនចុះទៅចំគេកំពុងបេះដូងអីចឹងណាហើយអីដែលកាន់តែស្លុតចិត្តទៀតនោះគឺថាអាពេលដែលត្រូវមកផ្ទះហើយណាសាប់ទៅជួបអ្នកលោកមជូគាត់ប្រពីនេះឲ្យជួយប្រហែលមជូគាត់ទៅដល់ទៅអញ្ចឹងទៅខ្ញុំនេះចិត្តមិនដាច់អាណិតគាត់ក៏ជួយទិញគាត់ទៅទាំងដែលថាមកដល់ផ្ទះនឹងត្រូវមាត់អ្នកផ្ទះររឿងព្រោះថាគ្រុនហើយនៅញ៉ាំមជូទៀតតែគោលបំណងពិតប្រាកដរបស់ខ្ញុំខ្ញុំទិញផ្ញើពុកខ្ញុំទេព្រោះថាពុកខ្ញុំក៏ចូលចិត្តមជូរដែរតែឃើញខ្ញុំហូបនឹងតាមពិតខ្ញុំភ្លក់ទេខ្ញុំមិនបានហូបទេខ្ញុំគ្រាន់តែភ្លក់តែឲ្យដឹងថារសជាតិនឹងវាយ៉ាងម៉េចចឹងហើយកុំយល់ច្រឡំឲ្យសោះខ្ញុំគ្រាន់តែភ្លក់ទេហើយមានឃើញអត់ខ្ញុំកំពុងតែធ្វើរឿងល្អពីរក្នុងពេលតែមួយរឿងទី1នោះគឺខ្ញុំបានជួយអ្នកលក់រឿងទី2នោះគឺខ្ញុំបានភ្លក់ឲ្យដឹងថាអូដាច់នឹងឆ្ងាញ់ល្វីងមិនល្វីងអីចឹងណាតាមមកបែកពុកក៏អញ្ចឹងទៀតគ្រាន់តែឃើញមជូខ្ញុំភ្លាមឲ្យក្មួយបេះកទួតថែមហើយកទួតនឹងក៏អញ្ចឹងទៀតតែម្ដើមទេតែផ្លែខូប្រាំងខូភាសាតែម្ដងហើយនេះគឺជាទឹកដូងដែលគេឲ្យលេងទាំងឆ្នាំងតែម្ដងតែខ្ញុំហូបតែបន្តិចទេខ្ញុំទុកឲ្យម៉ែខ្លះមានអីហូបមជូហើយក៏យើងផឹកទឹកដូងអញ្ចឹងទៀតអ្នកទាំងអស់គ្នាសម័យមើលទៅមនុស្សកំពុងតែឈឺហើយហូបមជូហើយផឹកទឹកដូងខ្ញុំគិតថាថ្ងៃនេះខ្ញុំពិតជាបានបនធំធេងមែនឥឡូវនេះខ្ញុំទៅទទួលបនហើយចាអ្នកទាំងអស់គ្នាគឺទៅពេទ្យខែទាំងយប់ជាពីថាបនក្រាស់ក្រែលអ្នកទាំងអស់គ្នាឲ្យតាមផ្លូវមានភ្លើងភ្លឺទៀតគ្មានតែខ្លាចល្ងិតអីទេហើយឡានហ្នឹងក៏គ្មានទៀតគ្មានហ៊ានមកចិត្តទេអញ្ចឹងបានថាមនុស្សណាដែលបនមកដល់អញ្ចឹងមិនបាច់ទៅខំប្រឹងកិច្ចទេកិច្ចទៅណាក៏មិនរួចដែរគេសេរីឲ្យត្រូវចំតែម្ដងណាអ្វីកើតឡើងតាមលំដាប់លំដោយស៊ីមជូផឹកទឹកដូងទៅពេទ្យអីចឹងណាធ្វើដំណើរតាមផ្លូវមានភ្លើងបំភ្លឺសងខាងគ្មានឡានគ្មានឧបសគ្គអីមករំខានបននេះពិតជាបនធំក្រៃលែងមែនតែនអ្នកទាំងអស់គ្នាមិនដឹងជាបនប្រមាណទៀតអាបែបនេះមករងចាំខ្ញុំទេមើលទៅឲ្យខ្ញុំនេះជាមនុស្សចិត្តបនឥឡូវនេះខ្ញុំចង់ពង្រីកវិសាលភាពនៃបនរបស់ខ្ញុំមានអ្នកណាចង់បានអត់បើចង់បានទេតម្លាក់លេខតម្លាក់ comment មកចាំខ្ញុំវេទៅតាមទីតាំងឲ្យវឺតលឿនមក